បងចាប់បានន័យថាម៉េចជីនស្ដាប់ណាបើអូនយកនាងទៅជាមួយបើសិនជាអូនមិនចេញពីនាងក៏មិនដឹងថាអ្នកណាអាចមើលថែនាងបានដែរជីនសន្យានឹងបងអូននឹងទៅជាមួយបងម៉ាម៉ាន់ដំឡូងនេះឆ្ងាញ់ណាស់ណាណាយ៉ាម៉ាម៉ាន់បងចង់ទៅជាមួយចាំងនេះគាត់អាចមើលថែបងបានចុះខ្ញុំអាចទៅជាមួយបងបានទេអញគួរតែរកស្នេហ៍ពិតមួយដែរទៅហើយគេនឹងមើលថែឯងថ្ងៃនេះនាងដូចជាមិនសប្បាយចិត្តសោះគឺខ្ញុំចង់សួរថាតើមានបញ្ហាអីចំពោះនាងទៅចាំមិនហ្នឹងអេណែឈប់សិនហេតុអីក៏នាងមិននិយាយសោះអញ្ចឹងអាចប្រាប់ខ្ញុំបានទេលបងធំគឺគេពីរនាក់នេះបានធ្វើឲ្យខ្ញុំមានរបួសហើយគេក៏បានសើចចំអលបងទៀតផងគេពីរនាក់ហ្នឹងគេទៅពីរនាក់សោះឯងមានរបួសដល់ថ្នាក់នេះគ្មានបានការមែនខ្ញុំនឹងសម្លាញ់អ្នកណាដែលប៉ះពាល់នាងហេតុអីបានជាខ្ញុំបញ្ជាវាមិនបានចឹងឯងសម្រាប់ខ្ញុំដែរបើខ្ញុំប៉ះពាល់នាងដេញតាមវាទៅលបងធំបាទបងកូនមាត់ឲ្យខ្ញុំលេងជាមួយផងបានទេថ្ងៃនេះយើងនឹងឲ្យនាងស្គាល់ស្នាដៃយើងម្ដងដៃនាងភ្លាមទៅឯងមិនឯងនិយាយថាពូទេថ្លាមថ្មនេះស្អាតមែនវានឹងខ្លាចជារបស់យើងនៅថ្ងៃនេះហើយទៅចាំនេះទៅ
បិសាចណែឈប់សិនអាយ៉ាពិតជាខុសបច្ចេកទេសជាមិនខានទេ ឲ្យវាមកខ្ញុំវិញលោកចង់ធ្វើរបស់ខ្ញុំ អ្នកណាគឺជាអ្នកឲ្យអំបោះក្រហមនេះនិយាយសិនមកតើអ្នកណាឲ្យអំបោះក្រហមនេះមកឯង មិត្តស្រីរបស់ខ្ញុំ មិត្តស្រីឯងអញ្ចឹងមិត្តស្រីរបស់ឯងគឺជាបិសាចហើយឥឡូវឯងយករបស់នេះមួយដើម្បីទុកការពារខ្លួនទៅណា ខ្ញុំមិនត្រូវការវាទេ ណែខ្ញុំមិនគិតលុយឯងទេណែឆាប់យកទៅ ឈឺខ្លាំងទេ មិនឈឺទេ អូយអូយ គាត់ជាពូខ្ញុំហៅគាត់ថាពូហៃឪពុកម្ដាយខ្ញុំស្លាប់តាំងពីខ្ញុំនៅក្មេងគាត់ជាអ្នកចិញ្ចឹមខ្ញុំគឺដូចជាឪពុកវិជាសាស្ត្រខ្ញុំអញ្ចឹងគាត់គឺជាសាច់ញាតិតែម្នាក់គត់របស់ខ្ញុំ ខ្ញុំក៏ជាក្មេងកំព្រាដែរបងស្រីរបស់ខ្ញុំយកខ្ញុំមកចិញ្ចឹម ម៉ូម៉ាន់